តនាយកហ៊ុនសែនបានផ្ញើសួរសុខទុក្ខកងកម្លាំងកំពុងឈរជើងការពារទឹកដីនិងជនភៀសសឹកដែលភៀសខ្លួនដោយសារពួកចៅឈ្លានពានតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃពុធទី10ខែធ្នូនេះសម្ដេចនាយកហ៊ុនសែនបានចេញសារផ្ដាំផ្ញើសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននឹងកំពុងឈរជើងការពារទឹកដីដ៏អង្អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងពួកចៅឈ្លានពានទឹកដីសម្ដេចក៏សូមចូលរួមការលំបាកជាមួយនឹងបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលនឹងភៀសខ្លួនដោយសារពួកចៅឈ្លានពានសម្ដេចក៏សូមអរគុណចំពោះបងប្អូនសម្បរជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរដ្ឋាភិបាលក៏ដូចជាសម្បរជនដែលបានយកទៅចែកជូនដោយផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹកសម្ដេចនាយកមានប្រសាសន៍ថាសម្ដេចបានសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថាសូមជួយជាអំបុកល្អជាងជួយនេះសម្ដេចយល់ថាសំណូមពរនេះសមហេតុផលតែសម្ដេចយល់ថាការផ្ដល់ជានេះនៅតែបន្តជាមួយនឹងការផ្ដល់ជាអំបុកបន្ថែមសម្ដេចនាយកបន្តលើកឡើងថាស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសម្បរជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹកសម្រាប់ការវេចខ្ចប់គួរធ្វើជាត្រឹមមួយកញ្ចប់1គីឡូឬ2គីឡូសម្រាប់យុទ្ធជនម្នាក់យកតាមខ្លួនប្រសិនបើដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅតាមខ្សែត្រៀមជួរមុខសម្ដេចនាយកមានប្រសាសន៍បន្ថែមថាទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន